ផ្លែខូចនេះផ្លែខូចរុយតិចតាំងពីទូចមកដឹងច្រកទៅដល់ធំទៅនេះការៈវាចេះប៉ោងចុចចាំដឹងបេះសាកមើលនេះតិចរួចចេញសដល់ធំទៅនេះចេញពេញកប៉ោងនេះអត់ស្អាតដឹងខ្ញុំទៅខំមើលស្អុយអត់ក្នុងវាខូចសាច់ក្នុងដល់ពេលធំទៀតកាន់តែខូចទៀតខូចទៅតិចមើលទៅដូចអត់ខូចទេបើក្នុងវាខូចអូមានរសជាតិផ្អែមនេះខ្ចីប៉ុណ្ណេះ